ពូជថៃមូលហេតុអីបានឥឡូវនេះគឺកំពុងតែបុកសម្រុកដាំពូជថៃច្រើនមែនទែនភាគច្រើនសឹងតែ90%ហើយគឺកំពុងអ្នកដែលដាំកៅស៊ូថ្មីគឺគាត់ដាំពូជថៃសម្រាប់តែមួយយប់ទេនេះថាជាមួយយប់សម្រាប់មួយយប់ទៀតជាអត់ដេកពីរយប់ដូចកៅស៊ូពូជផ្សេងទេប៉ុន្តែជាចម្ងល់បងប្អូនថាបើសិនជាសេតអងពូជថៃជាពូជដែលជួច្រើនមិនបានអត់មាននៅក្នុងសិភៅណែនាំអត់មាននៅក្នុងបញ្ជីរបស់ក្រសួងនាយកដ្ឋានក្រសួងកម្ពុជាអញ្ចឹងខ្ញុំចង់បកស្រាយមូលហេតុដែលអត់មានគឺដោយសារតែយល់ច្បាស់អីមានបងប្អូនមួយចំនួនគាត់ថាគាត់អត់ហ៊ានដាំទេពូជថៃព្រោះអីគាត់មើលនៅក្នុងការណែនាំមើលនៅក្នុងសិភៅការទទួលស្គាល់ពូជកៅស៊ូដែលមានជួច្រើនរបស់នាយកដ្ឋានក្រសួងកម្ពុជាវាអត់មានឈ្មោះពូជថៃឈ្មោះពូជ251នៅក្នុងហ្នឹងទេអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងអត់មានសិទ្ធិដាក់ទេដោយសារពូជនេះគឺយើងពូជនាំចូលពីគេទេយើងចូលមកបង្កាត់អញ្ចឹងយើងអត់មានសិទ្ធិចោះចូលនៅក្នុងសិភៅអត់មានចោះចូលនៅក្នុងបញ្ជីរបស់គេហៅថានាយកដ្ឋានស្រាវជ្រាវក្រសួងកម្ពុជាទេជំរាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel YouTube DV Agriculture បានបែកគ្នាមួយរយៈហើយដោយសារតែខ្ញុំរវល់បងប្អូនមានធរៈរវល់ការងារអញ្ចឹងអត់បានធ្វើវីដេអូចែករំលែកទៅដល់បងប្អូនទេហើយក៏សូមអភ័យទោសដែរទៅដល់បងម្ចាស់សំណួរដែលគាត់បានសួរមកកាន់ខ្ញុំមិនទាន់បានធ្វើការឆ្លើយតបហើយថ្ងៃនេះខ្ញុំសម្រាប់ពីការងារអញ្ចឹងក៏ឆ្លៀតមកធ្វើជាវីដេអូចែករំលែកទៅដល់បងប្អូនបន្តិចទាក់ទងទៅនឹងកៅស៊ូព្រោះអីបច្ចុប្បន្នកំពុងតែក្តៅកគុកចំពោះបងប្អូននៅដើមកៅស៊ូទាក់ទងនឹងពូជ2គឺពូជ251ជាមួយនឹងសេតអងព្រោះមានបងប្អូនមួយចំនួនគាត់ថាពូជថៃល្បីថាជួច្រើនល្បីថាអីប៉ុន្តែមូលហេតុអីបានអត់មាននៅក្នុងគេហៅថាអត់មាននៅក្នុងសេចក្តីណែនាំអត់មាននៅក្នុងការទទួលស្គាល់របស់ក្រសួងកសិកម្មទទួលទាក់ទងនឹងនាយកដ្ឋានក្រសួងកម្ពុជាអញ្ចឹងខ្ញុំចង់បញ្ជាក់ថាសេតអងនិងថៃវាចំពោះខ្ញុំគិតថាថៃវាល្អជាងច្រើនហើយខ្ញុំក៏សូមអភ័យទោសដែរបើសិនជាពីមុនខ្ញុំធ្លាប់ថាការលូតលាស់របស់ថៃយឺតជាងសេតអងដោយសារយើងដាំដីផ្សេងគ្នាអញ្ចឹងឃើញសេតអងលូតលាស់លឿនជាងប៉ុន្តែដល់ពេលដាំដីជាមួយគ្នាអញ្ចេះទើបយើងដឹងថាថៃលូតលាស់លឿនជាងសេតអងឆ្ងាយមែនទែនតិចទៀតខ្ញុំនឹងបង្ហាញបងប្អូនអញ្ចឹងខ្ញុំចង់បកស្រាយទាក់ទងទៅនឹងពូជថៃមូលហេតុអីបានឥឡូវនេះគឺកំពុងតែបុកសម្រុកដាំពូជថៃច្រើនមែនទែនភាគច្រើនសឹងតែ90%ហើយគឺកំពុងអ្នកដែលដាំកៅស៊ូថ្មីគឺគាត់ដាំពូជថៃមូលហេតុដោយសារបងប្អូនឮតគ្នាហើយក៏បងប្អូនឃើញអ្នកដែលគាត់ដាំហើយទទួលបានផលគឺពូជថៃទទួលបានទិន្នផលច្រើនរហូតដល់មានអ្នកខ្លះកៅស៊ូពូជយើងកុំហៅពូជថៃហៅ251ចុះ251នេះគឺវាអ្នកខ្លះជាសម្រាប់តែមួយយប់ទេនេះថាជាមួយយប់សម្រាប់មួយយប់ទៀតជាអត់ដេកពីរយប់ដូចកៅស៊ូពូជផ្សេងទេប៉ុន្តែជាចម្ងល់បងប្អូនថាបើសិនជាសេតអងពូជថៃជាពូជដែលជួច្រើនមិនបានអត់មាននៅក្នុងសិភៅណែនាំអត់មាននៅក្នុងបញ្ជីរបស់ក្រសួងនាយកដ្ឋានក្រសួងកម្ពុជាអញ្ចឹងខ្ញុំចង់បកស្រាយមូលហេតុដែលអត់មានគឺដោយសារតែពូជនេះមិនមែនជាពូជដែលខ្មែរយើងរកឃើញទេពូជនេះគឺជាពូជដែលយើងយកមកពីគេមានន័យថាយើងទិញពូជទិញមែកពីគេដើម្បីមកផ្សំនៅស្រុកខ្មែរយើងអញ្ចឹងខ្មែរយើងអាចយកមកចុះក្នុងបញ្ជីនៅក្នុងសភៅនាយកដ្ឋានក្រសួងកម្ពុជាបានទេដោយសារជាពូជរបស់គេយើងអាចធ្វើទេលុះត្រាតែយើងយកមកប្រកាសហើយរកឃើញជាពូជថ្មីមួយរបស់យើងទើបយើងមានសិទ្ធិចុះចូលក្នុងបញ្ជីរបស់នាយកដ្ឋានក្រសួងកម្ពុជាអញ្ចឹងត្រង់កន្លែងនេះសូមបងប្អូន
យល់ច្បាស់អីមានបងប្អូនមួយចំនួនគាត់ថាគាត់ហ៊ានដាំទេពូជថៃព្រោះអីគាត់មើលនៅក្នុងការណែនាំមើលនៅក្នុងសភៅការទទួលស្គាល់ពូជកស៊ូដែលមានជួរច្រើនរបស់នាយកដ្ឋានកស៊ូកម្ពុជាវាអត់មានឈ្មោះពូជថៃឈ្មោះពូជ251នៅក្នុងហ្នឹងទេអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងអត់មានសិទ្ធិដាក់ទេដោយសារពូជនេះគឺយើងពូជនាំចូលពីគេទេយើងចូលមកបង្កាត់អញ្ចឹងយើងអត់មានសិទ្ធិចោះចូលនៅក្នុងសភៅអត់មានចោះចូលនៅក្នុងបញ្ជីរបស់គេហៅថានាយកដ្ឋានស្រាវជ្រាវកស៊ូកម្ពុជាទេប៉ុន្តែទិន្នផលគឺច្រើនមែនបងប្អូនគឺខ្ញុំទទួលស្គាល់ព្រោះអីម៉ែក្មេកខ្ញុំផ្ទាល់ហើយគាត់បានជាកស៊ូគាត់ជាដូចជាជាងប្រមាណ100ដើមទេដូចជា400ដើមអញ្ចឹង400ដើម500ដើមមកពលាកគាត់បានជាង100គីឡូនោះកស៊ូវាជាងគិតទៅថាកស៊ូមហាត់បាន100គីឡូជាងហើយទៅបើកឆ្នាំទី2ឆ្នាំនេះទេកស៊ូអាយុ8ឆ្នាំអញ្ចឹងគឺទិន្នផលប៉ុណ្នេះខ្ញុំគិតថាវាសមរម្យព្រោះអីបើបងប្អូនមួយចំនួនដាំពូជផ្សេងបងប្អូនដឹងហើយអ្នកខ្លះមហាត់បានតែ50-60គីឡូ70គីឡូ80គីឡូអស់ច្រើនហើយកស៊ូរបស់គាត់គឺមួយខែកន្លះ2ខែគាត់វាយថ្នាំម្ដងតែជួននៅតែថេ100ជាងនៅពេលដែលអស់ជាតិថ្នាំមែនតើក៏សល់99 100អីដែរអញ្ចឹងនេះគឺទាក់ទងនឹងពូជថៃហើយមួយទៀតខ្ញុំចង់មកបង្ហាញបងប្អូនដែរទាក់ទងនឹងការលូតលាស់ខ្ញុំក៏សូមអធិស្ឋានដែរបងប្អូនហើយពីមុនខ្ញុំធ្លាប់និយាយថាពូជថៃលូតលាស់ចាញ់សេតអងដោយសារខ្ញុំដាំសេតអងហើយម្ដាយក្មេកខ្ញុំគាត់ដាំថៃអញ្ចឹងបើយើងទៅមើលទៅកស៊ូរបស់គាត់លូតលាស់យឺតជាងរបស់ខ្ញុំដោយសារតែដីផ្សេងគ្នាអញ្ចឹងអាចថាដីរបស់ខ្ញុំល្អអញ្ចឹងទៅដល់ពេលនេះខ្ញុំដាំខ្លួនឯងផ្ទាល់តែម្ដងឆ្នាំហ្នឹងគឺយើងដាំ3ពូជកាវេសេតអងហើយនិងថៃអញ្ចឹងដល់ពេលអញ្ចឹងទើបយើងដឹងថាដាំដីជាមួយគ្នាបងប្អូននេះមកជូរម្នាក់ខាងនោះសេតអងខាងនេះថៃទៅទៀតខ្ញុំឆ្លងទៅមើលសេតអងហើយថៃបងប្អូនស្មើក្បាលលិចក្បាលអស់ហើយប៉ុន្តែសេតអងសឹងតែថាអត់បានត្រឹមចង្កេះទេត្រឹមជង្គង់ឬក៏លើតិចតួចទេកន្លែងណាល្អអញ្ចឹងដីមកកន្លែងជាមួយគ្នាអញ្ចឹងទើបយើងបែងចែកថាមួយណាលូតលាស់លឿនជាងបងប្អូនមើលទៅអានេះថៃស្មើក្បាលហើយអញ្ចឹងទាក់ទងនឹងការលូតលាស់គឺថៃក៏លូតលាស់លឿនជាងទិន្នផលក៏ច្រើនជាងហើយបើបងប្អូនសួរខ្ញុំថាពូជសេតអងនិងពូជថៃបងប្អូនគួរតែដាំមួយណាខ្ញុំលើកទឹកចិត្តបងប្អូនដាំពូជថៃទៅជាពិសេសបងប្អូនដែលដាំនៅដីទំនាបដីទឹកលិចបងប្អូនដាក់ថៃគឺល្អមែនទែនគឺវាឡើងទាន់ទឹកអត់លិចទេបងប្អូនគឺវាឡើងលឿនអញ្ចឹងបងប្អូនទៅមើលពូជសេតអងម្ដងអានេះថៃបងប្អូនជួរនឹងថៃហើយយើងទៅមើលសេតអងបងប្អូននេះជួរនេះសេតអងដីមកកន្លែងជាមួយគ្នាទេបងប្អូនគ្រាន់តែខុសជួរគ្នាទេមកខាងទៅនេះគឺសេតអងមកខាងទៅនោះថៃបងប្អូនមើលនេះទៅកពស់នឹងទេត្រឹមចកេះកន្លែងហ្នឹងល្អត្រឹមចកេះត្រឹមចកេះត្រឹមផ្លូវអីទៅខាងណាដែលរាំងអន់ទៀតគឺអត់ឡើងទេហ្មងត្រឹមជង្គង់ត្រឹមផ្លូវអីខ្លះទេអញ្ចឹងបានខ្ញុំចង់លើកទឹកចិត្តបងប្អូនអាចដាំពូជយើងកុំនិយាយពូជថៃទៅសេ251ចុះមកនិយាយចំថៃពេកបងប្អូនឃើញកំពុងល្អបានតែប៉ុណ្្នឹងទេបានត្រឹមតែយើងថាត្រឹមចកេះដល់ត្រឹមចកេះប៉ុន្តែបើយើងទៅមើលអាពូជថៃវិញខ្ពស់បងប្អូនព្រោះនេះល្អនេះឃើញអាហ្នឹងល្អបានតែកម្ពស់ហ្នឹងទេត្រឹមជង្គង់ត្រឹមផ្លូវឯខាងទៅមូលហេតុដែលសេតអងនឹងវាមើលទៅទៀបជាងពូជថៃបងប្អូនដោយសារតែសេតអងនេះការលូតលាស់របស់វាគឺដូចជាយឺតហើយមួយឆាត់វាខ្លីទេបងប្អូនមួយឆាត់វាខ្លីតែបងប្អូនទៅមើលមួយឆាត់របស់ថៃវិញរបស់251ចំពោះ251បងប្អូនមើលនេះមួយឆាត់វាវែងកស៊ូ3ឆាត់ដូចគ្នាថៃក៏3ឆាត់សេតអង3ឆាត់ពេលហ្នឹងប៉ុន្តែ3ឆាត់របស់ថៃត្រឹមក្បាលត្រឹមក
តែបីឆាត់បោះសេតអងបាននៅត្រឹមផ្លូវទេហើយដាំថ្ងៃជាមួយគ្នាដីជាមួយគ្នាខុសទៅជួគ្នាដែរបងប្អូនប៉ុន្តែការលូតលាស់របស់សេតអងយឺតជាងមានន័យថាថៃចាប់ដើមចេញត្រួយមុនសេតអងបានចាប់ដើមចេញមកតាមក្រោយអញ្ចឹងវីដេអូនេះខ្ញុំសូមធ្វើការចែករំលែកទៅប៉ុណ្ណេះទេហើយបងប្អូនអាចយកទៅពិចារណាដោយខ្លួនឯងហើយវីដេអូក្រោយខ្ញុំនឹងឆ្លើយតបបងប្អូនទៅទៅនឹងការដាំ2 ម៉ែត្របើមានបងប្អូនគាត់សួរទៅទៅនឹងការដាំបើកទ្រូង2 ម៉ែត្រកន្លះគុណ5 3គុណ5យ៉ាងម៉េចដែរតែវីដេអូនេះខ្ញុំអត់ទាន់ឆ្លើយតបទេខ្ញុំនឹងឆ្លើយតបបងប្អូននៅវីដេអូក្រោយអរគុណបងប្អូនសម្រាប់ការតាមដានទស្សនា